បងប្អូនទាំងអស់គ្នានេះគឺជារបៀបធ្វើម្ហូបឆាក្តៅសាច់មាន់ព្រមទាំងជាមួយបន្លែត្រកួនហើយនឹងម្រះប្រូបាទបងប្អូនទាំងអស់គ្នាបាទសូមអញ្ជើញទស្សនាបាទនេះហើយគឺមុនដំបូងគឺយើងដាក់ខ្លាញ់ចូលទៅបាទមួយចន្ទុះបាទឲ្យវាក្តៅអញ្ចឹងណាបាទរួចហើយដាក់ខ្លាញ់ដែលយើងយើងដំខ្ទឹមដំអីដាក់ចូលទៅបាទហ្នឹងហើយដំខ្ទឹមដាក់បញ្ចូលទៅរួចហើយយើងទុកវាឲ្យវាឡើងក្រហមបន្តិចបាទក្រហមឡើងបន្តិចហើយឆាក្តៅនេះគឺបញ្ជាគឺឆាក្តៅសាច់មាន់បងប្អូនបាទហ្នឹងហើយអញ្ចឹងយើងមាន់នេះគឺមាន់ស្រែបងប្អូនបាទយើងកាប់សម្អាតវាហើយបាទនឹងហើយរួចហើយយើងពងខ្ទឹមនឹងឲ្យឡើងក្រហមបន្តិចបាទរួចហើយក៏យើងយកសាច់មាន់នឹងដាក់ចូលទៅបាទយើងបងសាច់មាន់ចូលទៅមុនណាបងប្អូនទាំងគ្នានេះមានលាយឈាមជ្រូកលាយអីបន្តិចផងបងប្អូនទាំងគ្នាប៉ុន្តែយើងដាក់តែសាច់មាន់ចូលទៅសិនទេមុនដំបូងអញ្ចឹងណាបងប្អូនទាំងគ្នាបាទរួចហើយយើងច្បល់វាបាទច្បល់វាឲ្យសព្វមួយចន្ទុះហើយក៏យើងទុកវាឲ្យវាឆ្អិនបាទបងប្អូនទាំងគ្នាយើងដាក់ធ្វើម៉េចទុកវាឲ្យឆ្អិនសាច់មាន់នឹងសិនណាបាទបងប្អូនទាំងគ្នាបាទហើយនេះយើងក៏ត្រៀមបន្លែគឺមានត្រកួនជាមួយនឹងម្រះប្រូបងប្អូនម្រះប្រូគឺចាំបាច់បំផុតបាទឆាក្តៅបាទបាទបងប្អូនចំណុចកន្លែងនេះគឺចង់បញ្ជាក់បងប្អូនថាឆាក្តៅនេះគឺយើងមិនប្រើគ្រឿងទេបាទមិនប្រើគ្រឿងស្លឹកគ្រៃស្លឹកក្រូចបុកគ្រឿងអីទេណាបងប្អូនបាទហ្នឹងហើយគ្រាន់បញ្ជាក់ត្រង់ហ្នឹងក៏ប៉ុន្តែវាក៏មានឈ្មោះជាឆាក្តៅដូចគ្នាបាទបងប្អូនបាទខ្ញុំហូបហើយមានអាចជារសឈ្ងុយឆ្ងាញ់ណាស់បាទបងប្អូនបាទហ្នឹងហើយអញ្ចឹងបងប្អូនអាចអនុវត្តធ្វើតាមបានខ្ញុំធានាថាឆ្ងាញ់បាទអរគុណប្រេងខ្យងនេះជាប្រេងខ្យងរបស់ខ្មែរបន្តមកទៀតគឺយើងដាក់ឲ្យវាឆ្អិនមួយសន្ទុះក្រោយពីយើងរងាស់រួចហើយបាទមើលទៅវារៀងឆ្អិនផុយសាច់បន្តិចហើយនេះគឺយើងទៅដាក់ប្រេងខ្យងបាទដាក់ប្រេងខ្យងចូលទៅហើយបាទបន្តមកទៀតក៏ដាក់ស្ករបាទនេះគឺជាស្ករបងប្អូនបាទអត់បានដាក់កន្លទេបាទបន្តមកទៀតគឺដាក់ប៊ីចេងបាទចូលទៅបាទក៏ប្រហែលជា2ស្លាបព្រាបាទបងប្អូនបាទគឺសម្លនៅក្នុងផ្ទះហ្នឹងបាទឆានៅក្នុងផ្ទះហ្នឹងគឺពីប្រើស្ករ2ស្លាបព្រាបាទនេះជាមុនដំបូងបើយើងខ្វះខាតអីយើងថែមតាមក្រោយទៀតបងប្អូនបាទឬហើយក៏ដាក់ប៊ីចេង1ស្លាបព្រាហើយនឹងready បាទនេះគឺជា ready បាទ ready គឺ1ស្លាបព្រាដូចគ្នាបាទបងប្អូនបាទបន្តមកទៀតគឺគាត់ដាក់ទឹកត្រីចូលបាទបងប្អូនបាទនេះគឺជាទឹកត្រីបាទឬដាក់ពី3ឈុចចឹងហើយណាបាទនេះហើយគាត់ក៏ច្របល់បាទគាត់ក៏ច្របល់ចូលគ្នាបាទយើងណាទៅយើងដាក់ម្រេចត្រីតទៀតហើយនឹងយើងសក់ត្រកួនតបាទគាត់នេះគាត់ហូបគាត់ធ្វើម្ហូបហេវបាទអានេះគឺមកកាក់ដើមខ្លួនឯងនឹងឯងនៅក្បែរផ្ទះនឹងឯងបាទគាត់បែរឲ្យយកមកហូបជាមួយអំបិលមីបាទបងប្អូនបាទបន្ទាប់ពីគាត់វាគាត់ក៏ភ្លក់តាមមើលបាទភ្លក់តាមមើលតើវាមានអាជីរសយ៉ាងណាដែរបាទបន្តមកទៀតគាត់ទៅអីចឹងគាត់ថែមគ្រឿងបន្តទៅទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើតាមគាត់បានបាទគ្រាន់យើងភ្លក់ទៅបាទយើងកុំតន់ដាក់ច្រើនមុនណាបងប្អូនទាំងអស់គ្នាយើងឧទាហរណ៍ថាយើងដាក់ប៊ីចេងយើងដាក់តែល្មមទៅ ready យើងដាក់មកល្មមទៅស្ករមកល្មមអញ្ចឹងបាទហើយភ្លក់ទៀតទៅបាទបើថាយើងស្ទើអាណាយើងស្ទើរសជាតិអីយើងដាក់ថែមរសជាតិនឹងទៅបាទហើយត្រង់កន្លែងនេះគឺគាត់ត្រូវហាន់ម្ទេសបាទដើម្បីឲ្យវាហិលបន្តិចអញ្ចឹងវាកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនបាទហ្នឹងហើយចូលមកជើងទស្សនាតបាទបន្តមកទៀតគឺយើងដាក់អំពិលទុំចូលទៅជាមួយផងបាទបងប្អូនបាទដើម្បីឲ្យវាមានរសជាតិជូរបន្តិចទៅបាទហ្នឹងហើយឬហើយគាត់មកតជាមួយនឹងប្រគួនយើងបន្តបន្តិចទៀតទៅបាទហ្នឹងហើយចូលអញ្ជើញទស្សនាបាទ
តពីគាត់តកឬក៏លាងសម្អាតរួចរាល់ហើយបាទហើយមកទេគឺយើងដាក់ចូលទៅជាមួយហើយបាទហើយក៏បន្តមកបងត្រកួនចូលទៅបាទពេលដែលបងត្រកួនហើយយើងត្រឡប់ឲ្យត្រកួនដូចថារឿងតពប់អីចឹងទៅបាទហើយក៏បងម្រះប្រូបាទបងម្រះប្រូគឺម្រះប្រូនេះគឺជាម្រះប្រូមិនមែនម្រះប្រូស្លឹកធំទេបាទបងប្អូនបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនសូមជម្រាបលាបាយបាយ